ជំនួសបងប្អូនសួរវិញថាតើការញ៉ាំទឹកស៊ុបដែលរងាស់យូរនឹងវាពិតជាធ្វើឲ្យមានជំងឺខូចតម្រង់នោមមែនអត់ការញ៉ាំកាហ្វេខ្មៅខូចតម្រង់នោមមែនអត់មកដល់ពេលនេះអត់ទាន់មានឯកសារស្រាវជ្រាវណាមួយបញ្ជាក់ថាញ៉ាំទឹកស៊ុបងាស់យូរញ៉ាំកាហ្វេខ្មៅងាស់យូរធ្វើឲ្យខូចតម្រង់នោមទេបងប្អូនណាអត់ទាន់មានសូម្បីតែមួយឯកសារក៏ប៉ុន្តែបើសិនជាបងប្អូនមានជំងឺតម្រង់នោមរ៉ាំរ៉ៃហើយព្រោះតម្រង់នោមវាបែងចែកចេញជា5ដំណាក់កាលដំណាក់កាលទី1ទី2បាទទី3មាន2ទៀត 3A 3B បាទអញ្ចឹងបើសិនជាបងប្អូនចូលដំណាក់កាល 3B ដំណាក់កាលទី4ដំណាក់កាលទី5ហើយនឹងហើយជំងឺតម្រង់នោមរ៉ាំរ៉ៃហើយមិនស្រាលទេបាទបើសិនជាបងប្អូនចូលដំណាក់កាល3ហ្នឹងហើយ 3B ដំណាក់កាលទី4ដំណាក់កាលទី5ដំណាក់កាលទី5បើថាតម្រង់នោមនេះគឺខូចហើយដំណាក់កាលទី4តម្រង់នោមនេះគឺសមត្ថភាពគឺខ្សោយមែនទែនដូចខូចចឹងអញ្ចឹងបងប្អូនបាទបើសិនជាបងប្អូនចូលដំណាក់កាលហើយញ៉ាំស្អីច្រើនក៏ប៉ះដែរមិនបាច់ថាញ៉ាំកាហ្វេមិនបាច់ថាញ៉ាំទឹកស៊ុបទេអញ្ចឹងទីទីការពិគ្រោះយោបល់ជាមួយនឹងលោកគ្រូពេទ្យបងប្អូនប៉ុន្តែបើសិនជាយើងមានសុខភាពល្អណាបាទយើងញ៉ាំកាហ្វេក៏មិនអីយើងញ៉ាំទឹកស៊ុបងាស់យូរក៏មិនអីបងប្អូនណាទឹកស៊ុបងាស់យូរល្អណាល្អមែនទែនហ្មងហើយនេះបានល្អជាពិសេសស៊ុបគោបាទស៊ុបគោដល់ពេលណាយើងរងាស់កាន់តែយូរសាច់ឡើងផុយទឹកស៊ុបហ្នឹងវាពោពេញទៅដោយ collagen ហើយ collagen គឺជា protein មួយដែលរាងកាយយើងត្រូវការចាំបាច់ខ្លាំងមែនទែនហ្មងអញ្ចឹងណាបាទអានេះខ្ញុំនិយាយទឹកស៊ុបដែលយើងរងាស់ខ្លួនឯងយើងទិញគេហៅថាសាច់យើងទិញឆ្អឹងមករបស់ខ្លួនឯងហើយកាហ្វេក៏វាមានអត្ថប្រយោជន៍ច្រើនដែរបងប្អូនអត្ថប្រយោជន៍ច្រើនមែនទែនហ្មងខ្ញុំផឹកកាហ្វេ10ឆ្នាំហើយអញ្ចឹងណាហើយតម្រង់នោះមិនអីទេបងប្អូនខ្ញុំកុំព្រួយកុំបារម្ភណាអូខេកុំព្រួយកុំបារម្ភឥឡូវនេះអត់មានឯកសារណាមួយបញ្ជាក់ថាញ៉ាំកាហ្វេអ្នកសុខភាពល្អញ៉ាំកាហ្វេវាធ្វើឲ្យមានបញ្ហាខូចតម្រង់នោមគឺអត់ទាន់ទេអញ្ចឹងណាបាទ